កាលពី2 3ថ្ងៃមុនណាអ្នកចិត្តខាងគឺគាត់ឲ្យលហុងហើយនឹងម្អមបងប្អូនគឺគាត់នៅខេត្តកំពង់ឆ្នាំងដូច្នេះហើយគឺគាត់បានបេះម្អមយកមកផ្ញើហើយនឹងលហុងបងប្អូនគឺល្អខ្លាំងមែនតើមានអីព្រលឹមឡើងក៏នឹកឃើញចង់ស្លមកជូរលហុងម្ដងបងប្អូននៅព្រោះថាអត់ដែលញ៉ាំសោះព្រឹកហ្នឹងគឺបានដើរផ្សារទៅជួបត្រីស្រែបងប្អូន1គីឡូតែ12000ណាគឺធូរថ្លៃខ្លាំងមែនតើហើយក៏ឆ្លៀតទិញក្តាមលាយផងដែរបងប្អូនហើយចំពោះក្តាមគឺខ្ញុំដាក់តែបន្តិចទេហើយចំពោះត្រីគឺខ្ញុំប្រើ2ក្បាលបន្តមកទៀតគឺលហុងគឺខ្ញុំប្រើមួយចំហៀងតែម្ដងយើងគ្រាន់តែយកមកសកសបោវាស្អាតទៅហើយគឺយើងសាប់វាតិចទៅហើយកុំឲ្យល្អិតពេកណាបងប្អូនយើងចិត្តវារៀងប្រទះធំតិចមកបានស្រួលញ៉ាំអញ្ចឹងណាបងប្អូនឥឡូវបន្លែប្លុកយើងក៏បានរួចរាល់ហើយដែរឥឡូវយើងមកមើលខ្ទឹមប្រើ2 3 4 5កំពឹសក៏បានដែរបងប្អូនកញ្ច្រាំវាឲ្យរៀងម៉ត់តិចទៅបន្តមកទៀតកុំភ្លេចរឿងម្ទេសសម្លមួយមុខណាក៏ដោយបើសម្រាប់ខ្ញុំណាបងប្អូនអត់មានម្ទេសគឺអត់ឆ្ងាញ់អត់ដឹងមិនបន្តមកទៀតគឺយើងមកដាំទឹកដាក់ឲ្យពុះមកហើយយើងបង់ប្រហុក2 3កន្ទុយទៅដើម្បីឲ្យយករសជាតិហើយនឹងឈ្ងុយឆ្ងាញ់ណាបងប្អូនចាបន្តមកទៀតហ្នឹងគឺម្ទេសហើយនឹងត្រីយើងចាក់ចូលគ្នាមកហើយចំពោះត្រីគឺខ្ញុំទិញ2ក្បាលបងប្អូនហើយគឺថាស្រស់ល្អខ្លាំងមែនតើហើយអត់មានអំបិលទេបងប្អូនបន្តមកទៀតហ្នឹងយើងឃើញពពុះគឺយើងស្រង់ពពុះនេះចេញមកព្រោះថាពពុះនេះគឺជាពពុះកំអែលប្រហុកហើយនឹងកំអែលត្រីយើងនឹងឯងបើសិនជាយើងទុកទៅគឺស្លនេះឆ្អាបឡប់តែម្ដងចាញ៉ាំអត់ឆ្ងាញ់ទេហើយបន្តមកទៀតនេះយើងចាក់ម្ជូរសាដានចាចំពោះម្ជូរសាដានអត់បានថតទេបងប្អូនភ្លេចថតតិចចាច់ចាហើយនឹងល្ហុងយើងដាក់ចូលទៅណាហើយចំពោះល្ហុងនៅរងាប់ប្រហែលជា5នាទីគឺវាឆ្អិនហើយបងប្អូនចាហើយយើងចាក់ខ្ទឹមកញ្ច្រាំយើងបាញ់មិញនេះយើងចូលទៅហើយនឹងម្អមវិញគេឲ្យមកស្រស់ណាបងប្អូនតែចំណែកខ្ញុំនេះគឺខ្ញុំយកទៅហាលអញ្ចឹងទៅឈ្ងុយខ្លាំងណាបងប្អូនព្រមអមស្រែចាបន្តមកទៀតហ្នឹងគឺស្ករខ្ញុំប្រើ3ស្ព្រាបាយ3ស្ព្រាកាហ្វេបងប្អូនច្រឡំហើយចំពោះប៊ីចេង2ស្ព្រាកាហ្វេផងដែរហើយបើសិនជាបងប្អូនចង់ដាក់ទឹកត្រីបន្ថែមដាក់ទៅតែចំពោះខ្ញុំអត់ប្រើណាបងប្អូនព្រោះដូចស្អីខ្ញុំបង់ប្រហុកច្រើនហើយយើងទុកវា5នាទីទៅដើម្បីឲ្យវាឆ្អិនណាបងប្អូនបន្តមកទៀតនេះគឺយើងចាក់ក្តាមនេះចូលទៅចាហើយចំពោះក្តាមនេះគឺថាល្អទៀតបងប្អូនគឺក្តាមស្រែយើងនឹងឯងសុទ្ធតែខ្លាញ់និយាយចាំទៅបងប្អូនចំពោះស្លម្ជូរល្ហុងនេះបងប្អូនណាខ្លះដែលស្លម្ជូរដាក់ត្រីហើយបន្ថែមក្តាមហ៎បើសិនជាបងប្អូនអត់ដែរស្លទេអញ្ចឹងមានតែខ្ញុំអញ្ចឹងដែលប្លែកជាងគេអញ្ចឹងណាតែមួយភាគច្រើនស្លម្ជូរដាក់ក្តាមទៅក៏វាអត់ខូចដែរបងប្អូនគឺដាក់ទៅឆ្ងាញ់ហ្មងឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយសិតតែខ្លាញ់ហ្មងណាហើយមើលទៅបើសិនជាវីដេអូនេះមើលទៅតំណងកុំភ្លេចជួយ like ហើយនិង share វីដេអូរបស់ខ្ញុំផងហើយកុំភ្លេចជួយ follow page ហើយនិង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងដែរដើម្បីទទួលបាននៅវីដេអូថ្មីជារៀងរាល់ថ្ងៃអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា